M60A3 គឺជារថក្រោះចម្បាំង Man Battle Tank ដែលមានតួនាទីសំខាន់ក្នុងកងទ័ពរដ្ឋថៃក្នុងសម័យចុងក្រោយនៃសតវត្សទី20និងដានសតវត្ស21វាបានបំពេញភារកិច្ចសំខាន់ជាច្រើនមុនពេលរថក្រោះសម័យថ្មីដូចជា VT4 និង T84O+M ត្រូវបាននាំចូលជំនួសរថក្រោះ M60A3 នៅថៃត្រូវបានគេចាប់អារម្មណ៍ជាពិសេសដោយសារតែតម្លៃថោកបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពសម្រាប់សម័យនោះនិងភាពងាយស្រួលក្នុងការថែទាំតែបើសិនប្រៀបធៀបនឹងរថក្រោះសម័យថ្មីវាមានចំណុចខ្សោយជាច្រើនផងដែរអត្ថប្រយោជន៍គុណសម្បត្តិភាពជឿជាក់ M60A3 មានប្រវត្តិប្រើប្រាស់យូរក្នុងបដិវត្តយោធារបស់ប្រទេសជាតិថៃជាច្រើនគ្រឿងបន្លាស់និងការថែទាំងាយស្រួលប្រព័ន្ធវាយប្រហារបច្ចេកវិទ្យាសម្រាប់សម័យ1980មានកាមេរ៉ារាត្រី Infrared ប្រព័ន្ធគណនា Ballistic Fire Control System Laser Range Finder OLF សម្រាប់សន្តានពេលយប់បណ្ដុះបណ្ដាលរថក្រោះនេះត្រូវបានប្រើប្រាស់សម្រាប់បណ្ដុះយោធានិងសម័យយុទ្ធអន្តរជាតិគោប្រាគោលជាប្រចាំចំណុចខ្សោយកម្រិតដែនកំណត់បច្ចេកវិទ្យាចាស់កំភ្លើងធំ105មីលីម៉ែត្រតិចប្រសិទ្ធភាពជា165មីលីម៉ែត្ររបស់រថក្រោះសម័យថ្មីគ្មានការពារ ERA Explosive Reactive Armor បែបសម័យថ្មីភាពធ្ងន់ធ្ងរនិងលឿនទាបទម្ងន់50តោនជាជំងឺចាស់ដែលធ្វើឲ្យមានភាពយឺតនិងរឹងរូសនៅពេលចលនាការពារចំពោះអាវុធទំនើបការពារចំពោះមីស៊ីលបាញ់ពីលើឬ drone បច្ចុប្បន្នគឺមានកម្រិតក្រោមស្តង់ដារត្រូវបានប្រើប្រាស់តិចតួចជារថក្រោះបណ្ដុះបណ្ដាលបន្តការជំនួសជាមួយ VT4 និងរថក្រោះទំនើបផ្សេងផ្នែកជាច្រើនត្រូវបានទុកនៅស្តុកឬចូលជាធនធានជំនួយសម័យសង្គ្រាម M60A3 ជារថក្រោះដែលមានតម្លៃប្រវត្តិសាស្ត្រនិងកម្លាំងនៅសម័យមុនប៉ុន្តែបច្ចុប្បន្នវាមិនអាចផ្គូផ្គងនឹងប្រយុទ្ធសម័យថ្មីទេកងទ័ពថៃត្រូវអភិវឌ្ឍសមត្ថភាពរថក្រោះបន្ថែមដោយផ្លាស់ប្ដូរទៅកាន់ MBT ទំនើបដូចជា VT4 ប្រាវសកម្ម T84O+M បំពាក់នៅលើក្រុមចម្បាំង M60A3 នៅថៃគឺជាសង្គ្រាមសម្រាប់សម័យ1980និង2000បច្ចុប្បន្នវានៅតែមានតួនាទីសម្រាប់បណ្ដុះបណ្ដាលនិងប្រើក្នុងតំបន់ដែលមិនប៉ះពាល់ខ្លាំងទៅនឹងអាវុធទំនើប